chỉ tu tư sầm nạp sợi tayแต่ មានការធ្លាក់ទឹករំអិលឬក៏តែងតែមានការធ្លាក់សដែលការធ្លាក់ទឹករំអិលនឹងបែបថ្លាថ្លាតែចេញពីទ្វីបរបស់ស្ត្រីមួយខែអាចមកមួយថ្ងៃឬក៏ពីរថ្ងៃមុនមករដូវឬក៏ពេលអស់រដូវហើយមានការធ្លាក់ទឹករំអិលបែបសថ្លានឹងចេញមកឬក៏ពេលដែលយើងចង់មានចំណងក្នុងការរួមភេទជាមួយដៃគូមានការធ្លាក់ទឹករំអិលនឹងមកហើយអត់មានក្លិនស្អុយអត់មានលំមាស់ហើយបែបថ្លាដូចជាប្រព័ន្ធផ្នែកពណ៌សអានឹងគឺជាការធ្លាក់ទឹករំអិលបែបធម្មជាតិបញ្ជាក់ថាស្ត្រីមានអរម៉ូនចាដំណើរការបានល្អចាតែដោយឡែកបើសិនជាស្ត្រីមានការធ្លាក់ទឹករំអិលឬក៏មានការធ្លាក់សដែលមានសន្តានខុសពីធម្មតាដូចជាសន្តានខាត់ពណ៌លឿងដូចជាខ្ទុះក៏ដុំដូចជាការដងឬក៏តែលេឡំជាមួយនឹងរបាយឈាមការធ្លាក់សមកជាប្រចាំជារៀងរាល់ថ្ងៃជោគទៅលើខោក្នុងហើយមានក្លិនស្អុយក្លិនឆ្អាបក្លិនជូរឬក៏ក្លិនផ្អូមជួនកាលលេឡំជាមួយនឹងបញ្ហារមាស់ទៀតរមាស់ស្គៀបនៅជុំវិញបរិវេណទ្វីមាសខាងក្នុងឬខាងក្រៅរោគសញ្ញានេះមានថាស្ត្រីមានបញ្ហានៃការធ្លាក់សដែលមានការបង្ករោគអីមិនមែនជាការធ្លាក់សបែបធម្មជាតិទេអញ្ចឹងស្ត្រីរៀនសង្កេតខ្លួនឯងបើសិនជាមានការធ្លាក់ទឹករំអិលបែបធម្មជាតិអានឹងមិនបាច់ព្រួយបារម្ភទេវាជារឿងល្អរបស់ស្ត្រីទេតែបើសិនជាវាមិនមែនជាការធ្លាក់ទឹករំអិលវាសន្តាននៃការធ្លាក់សដែលមានការបង្ករោគស្ត្រីអត់គួរធ្វើប្រហែសទេពួកអីវាអាចមេរោគទាំងអស់ហ្នឹងវាអាចពិវត្តទៅជាបញ្ហានៃការរលាកស្បូនរបស់យើងបានចាមេរោគទាំងអស់ហ្នឹងវាករោគនៅកន្លែងណាវារលាកកន្លែងហ្នឹងជួនកាលលាកដៃស្បូនជាងស្បូនឬក៏មាត់ស្បូនអញ្ចឹងបងអូនស្ត្រីចាសង្កេតចំណាំតាមដានទៅលើសុខភាពរបស់ខ្លួនឯងបើមានអ្វីដែលខុសប្រក្រតីមិនស្រួលឆាប់ទៅពេទ្យពីគ្រូនឹងដោះស្រាយព្យាបាលចាអរគុណ